nên chân về để choประกัน website ចឹងហើយយើងវាយចុចពាក្យថា menu នេះមកចាបន្ទាប់មកយើងឃើញពាក្យថាការចុះឈ្មោះចុចមកចាចឹងដល់ឡើងនេះយើងយកកណ្ដាលដោយសារយើងចុះឈ្មោះឲ្យជនជាតិខ្មែរបើមិនយើងចុះឈ្មោះឲ្យជនបរទេសនៅខ្មែរយើងយកអាទី1តែយើងយកជនបរទេសដែលនៅស្រុកទេហើយនៅប្រទេសគាត់អត់បានបើកអាតូមីទេយើងយកអាក្រោមចឹងឥឡូវខ្ញុំចុះឈ្មោះឲ្យខ្មែរយើងយកកណ្ដាលចាចឹងដល់ឡើងនេះយើងអាចមើលព័ត៌មានបងប្អូនអាចចូលមើលកិច្ចព្រមព្រៀងឬជាគោលការណ៍ផ្សេងៗចាលំអិតបន្ថែមនៅក្នុងនោះបានចាចំណុចនេះខ្ញុំចុចពាក្យថាក្រោយមើលហើយយើងចុចពាក្យថាទាំងអស់ចាហើយយើងចុចបន្តមកចឹងដល់នេះគឺយើងវាយឈ្មោះជាភាសាអង់គ្លេសសម្រាប់អ្នកដែលយើងកំពុងតែចុះឈ្មោះឲ្យហ្នឹងចានេះតកោចាហើយបន្តមកឈ្មោះចាអញ្ចឹងដល់ខាងក្រោមនេះយើងវាយឈ្មោះនឹងតកោហើយនឹងឈ្មោះរបស់គាត់ជាភាសាខ្មែរចាហើយនេះ page ចឹងបងប្អូនគ្រាន់តែមើលតាមអ្វីដែលគេសួរហ្នឹងមកយើងដឹងថាចុះឈ្មោះយ៉ាងម៉េចចុះងាយស្រួលមែនតើសម្រាប់ការចុះឈ្មោះរបស់យើងគឺងាយស្រួលខ្លាំងអញ្ចឹងបងប្អូនដែលអត់ចេះចុះឈ្មោះក៏អាចចុះឈ្មោះបានចាតើតើជាមួយនឹង password គឺយើងតែងតែមាន password ក្រុមចាចឹងបងប្អូនអាចដាក់ password ទៅតាមក្រុមរបស់បងប្អូនមួយទៅដើម្បីងាយស្រួលនៅក្នុងការតាមដានក៏ដូចជាងាយស្រួលនៅក្នុងការឲ្យ sponsor ក៏ជួយឆែកមើលឲ្យថាបន្ទុករបស់យើងប្រហែលអីប្រហែល ID យើងចិត្តតាំងអីចឹងចាងាយស្រួលតាមដានហើយខាងក្រោមនេះគឺចាអញ្ចឹងដំបូងពាក្យសម្ងាត់ចាឬក៏ password ហ្នឹងតោះមកយើងវាយ password យើងឡើងម្ដងទៀតហើយតោះមកយើងវាយលេខទូរស័ព្ទចាអញ្ចឹងយើងលេខទូរស័ព្ទរបស់ភ្ញៀវចាអញ្ចឹងមកដល់ឡើងក្រុមនៃ email យើងមិនបាច់វាយទេអញ្ចឹងយើងវាយកន្លែងលេខអត្តសញ្ញាណប័ណ្ណនេះមកចាអញ្ចឹងបងប្អូនមើលតាមអត្តសញ្ញាណប័ណ្ណណាការបំពេញគឺត្រូវតែដូចទៅក្នុងអត្តសញ្ញាណប័ណ្ណបើខុសគឺក្រុមហ៊ុនគាត់អត់បញ្ជាក់ឲ្យទេណាចាអញ្ចឹងយើងត្រូវវាយឲ្យដូចទៅក្នុងអត្តសញ្ញាណប័ណ្ណអញ្ចឹងចាហើយយើងជិះថាបន្ទាប់ចាដល់នេះគេសួរថាតើយើងមានអ្នកណែនាំអត់អញ្ចឹងបងប្អូនមានអ្នកណែនាំគាត់មានអ្នកណែនាំតែបានយើងស្គាល់អញ្ចឹងយើងជិះពាក្យថាបាទចាស់យើងមកនេះចុចបន្ទាប់ចាអញ្ចឹងដល់កន្លែងនេះគឺបងប្អូនត្រូវវាយ ID អ្នកណែនាំរបស់យើងចាអូខេនេះ ID អ្នកណែនាំមួយទៅចុចបញ្ជាក់ចាអញ្ចឹងដល់កន្លែងនេះគឺយើងចុចបន្ទាប់ទៀតទៅដើម្បីបញ្ជាក់ទៅលើ ID sponsor របស់យើងចាID អ្នកណែនាំដែលយើងត្រូវចុះឈ្មោះបន្ទាប់ពីគាត់ហើយនៅខាងក្រោមនេះបងប្អូនត្រូវចុចពាក្យថាខ្ញុំយល់ព្រមថាព័ត៌មានដែលបានបញ្ចូលនេះគឺពិតជាត្រឹមត្រូវទៅឃើញវាមកអញ្ចឹងយើងចុចកន្លែងពាក្យថាការចុះឈ្មោះត្រូវបានបញ្ចប់ចាអញ្ចឹងការចុះឈ្មោះរបស់យើងបានបញ្ចប់មួយវគ្គនៅក្នុង website ហើយតបមកគឺយើងត្រូវទៅ upload អត្តសញ្ញាណប័ណ្ណអញ្ចឹងបងប្អូនអាច copy លេខសម្គាល់នេះមកហើយចុចពាក្យថាចូលប្រើប្រាស់ចាអញ្ចឹងនេះយើងត្រូវវាយលេខសម្គាល់មួយនឹងលេខសម្ងាត់របស់សមាជិកថ្មីដែលយើងកំពុងតែចុះឈ្មោះហ្នឹងណាហើយចុចពាក្យថាចូលប្រើប្រាស់ចាអញ្ចឹងនេះ ID សមាជិកថ្មីដែលយើងកំពុងចុះឲ្យអញ្ចឹងដល់ថ្ងៃនេះគឺយើងចុចពាក្យថា Atomy របស់ខ្ញុំចាអញ្ចឹងឲ្យបងប្អូនចុះទៅក្រោមចាហើយយកពាក្យថាព័ត៌មានអាជីវកម្មចាអញ្ចឹងនេះវាតម្រូវយើងវាយលេខសម្ងាត់ចាចុចបញ្ជាក់ចឹងដល់នេះបងប្អូនដែលចុចពាក្យថាស្នើសុំបញ្ជាក់សមាជិកអ្នកជំនួញចាចឹងនេះវាឲ្យយើងវាយ password ម្ដងទៀតចាចឹងដល់នេះបងប្អូនគ្រាន់តែអស់ទៅក្រោមរកកន្លែងឯកសារភ្ជាប់នេះអញ្ចឹងបងប្អូនត្រូវតែនេះគេដាក់ថាអត្តសញ្ញាណប័ណ្ណថតចម្លងខាងមុខអញ្ចឹងយើងចុចឡើង select file នេះមកហើយយើងទៅរករូបថតអត្តសញ្ញាណប័ណ្ណដែលយើងបានទទួលមកពីអតិថិជនក៏ដូចជាសមាជិកដែលចង់ចុះឈ្មោះអញ្ចឹងយើងចុចនេះណាចាអញ្ចឹងខ្ញុំអាប់ឡូតហើយយើងចុចពាក្យថាបញ្ជាក់ចុះសម្រាប់ការចុះឈ្មោះរបស់យើងគឺមានតែប៉ុណ្្នឹងហើយសម្រាប់បងប្អូនដែលចុះឈ្មោះឲ្យអាចបញ្ជាទិញបានភ្លាមៗគ្រាន់ថា ID របស់យើងគឺមិនទាន់បានទៀងទាត់ទេចាអញ្ចឹង ID នេះគឺអាចប្រើបានដែរតែគ្រាន់តែមិនទាន់បានបញ្ជាក់ដោយក្រុមហ៊ុនអញ្ចឹងក្រុមហ៊ុនគាត់នឹងបញ្ជាក់ក្រោយពី check មើលនៅក្នុងថ្ងៃធ្វើការគាត់នឹង check មើលហើយ ID របស់យើងនឹងត្រូវបានបញ្ជាក់ដោយក្រុមហ៊ុនចាតែយើងគាត់ចុះឈ្មោះឲ្យភ្លាមយើងអាចទិញបានភ្លាមចាអញ្ចឹងការចុះឈ្មោះមានប៉ុណ្្នឹង